គេនិយាយគ្នាថាក្តាមឈូសដែលបានសែងរួចហើយមិនអាចទម្លាក់ចុះបានទេបើមិនដូច្នោះទេអ្នកដែលចូលរួមបុណ្យសពនឹងមានគ្រោះថ្នាក់ដល់ជីវិតប៉ុន្តែពេលដែលប្រធានក្រុមហ៊ុនស្រីកំពុងធ្វើបុណ្យសពឲ្យជីតារបស់គាត់អ្នកសែងក្តាមឈូសស្រាប់តែមានអារម្មណ៍ថាក្តាមឈូសកាន់តែធ្ងន់ទៅពួកកំឡុះប្រឹងសែងពួកកំឡុះនាំគ្នាត្អូញត្អែថាមានអ្នកខ្លះមិនព្រមចេញកម្លាំងប៉ុន្តែប្រធានក្រុមហ៊ុនស្រីបែរជាមើលឃើញស្នាមក្រញើនិងស្នាមទឹកដែលហៀចេញពីក្តាមឈូសហើយសន្និដ្ឋានថាបញ្ហានេះធ្ងន់ធ្ងរណាស់ស្រែកសួរយ៉ាងខ្លាំងតើក្នុងចំណោមពួកគាត់មានអ្នកណាឆ្នាំខ្លាការពិតជីតាបានផ្ដាំផ្ញើមុនពេលគាត់ស្លាប់ថាត្រូវតែបញ្ចុះសុគតនៅឯត្រកូលក្នុងស្រុកកំណើតហើយអ្នកសែងក្តាររំឈូសដាច់ខាតមិនត្រូវមានអ្នកឆ្នាំខ្លាទេនៅតាមផ្លូវក្តាររំឈូសមិនត្រូវធ្លាក់ដល់ដីដាច់ខាតបើមិនដូច្នោះទេញាតិមិត្តទាំងអស់ដែលចូលរួមបុណ្យសពនឹងត្រូវស្លាប់ទាំងអស់គ្នាប៉ុន្តែដោយសារមហាសេដ្ឋីមិនដែលបានធ្វើអ្វីជាប្រយោជន៍ដល់ភូមិគ្មាននរណាម្នាក់នៅក្នុងភូមិព្រមជួយសែងក្តាររំឈូសឲ្យមហាសេដ្ឋីនោះទេដើម្បីបំពេញបំណងប្រាថ្នាចុងក្រោយរបស់លោកតាក្មេងស្រីនោះត្រូវតែប្រកាសរង្វាន់ធំអ្នកណាដែលស្ម័គ្រចិត្តសែងក្តាររំឈូសឲ្យលោកតាដរាបណាអ្នកចុះហត្ថលេខាលើកិច្ចសន្យាស្លាប់រស់នេះនឹងទទួលបានកាតធនាគារចំនួន30,000 យន់បានបញ្ជាក់ម្ដងហើយម្ដងទៀតថាមិនត្រូវឲ្យអ្នកកើតឆ្នាំខ្លាមកចូលរួមឡើយដោយសាររង្វាន់ធំធ្វើឲ្យអ្នកភូមិទាំងអស់ចាប់អារម្មណ៍ហើយនាំគ្នាស្នើសុំចូលរួមក្នុងក្រុមសែងក្តាររំឈូសសូម្បីតែមីងដែលមិនដែលស្គាល់គ្នាពីមុនមកក៏រាក់ទាក់មកចែចូវកូនស្រីនោះដែរដោយអះអាងថាជាបងស្រីរបស់បងប្អូនជីដូនមួយខាងឪពុករបស់ជីតារឿងល្អបែបនេះត្រូវតែគិតដល់គ្រួសារខ្លួនឯងហើយប្រាប់កូនស្រីនោះថាត្រូវតែឲ្យបងប្អូនជីដូនមួយរបស់គាត់ចូលរួមចាត់ទុកថាជាការសងគុណជីតាផងដែរពេលកូនស្រីនោះឬហើយក៏សើចចំអកក្នុងចិត្តកាលពីម្សិលមិញគាត់មិនគោរពជីតាជាងគេសោះនោះហើយអាមួយនឹងដែលគេហៅថាមីងធំថ្ងៃនេះមកទាសាច់ញាតិទាំងមុខក្រាស់ទៀតតែដើម្បីឲ្យលោកតាចុះក្នុងភ្នូបានស្រួលក៏មិនហ៊ានថាអីច្រើនបានត្រឹមតែសួរដែរថាបងជីដូនមួយនឹងកើតឆ្នាំខ្លាអត់មីងធំធានាដាច់ខាតថាមិនមែនទេឃើញបែបនេះក្មេងស្រីក៏មិនហ៊ានថាអីច្រើនដែរបន្ទាប់មកក៏ឲ្យអ្នកសែងក្តាររំឈូសទាំង8នាក់ចុះកិច្ចសន្យាឲ្យបានត្រឹមត្រូវមុនចេញដំណើរក៏ផ្ដាំផ្ញើដែរកុំឲ្យក្តាររំឈូសធ្លាក់ដល់ដីតាមផ្លូវឲ្យសោះកូនចៅនឹងមានទ្រព្យសម្បត្តិស្តុកស្តម្ភអ្នកស្លាប់កំពុងធ្វើដំណើរអ្នកនៅរស់ជិះចេញស្រាប់តែអ្នកសែងក្តាររំឈូសម្នាក់ចង់ដឹងចុះបើក្នុងចំណោមពួកគាត់មានអ្នកកើតឆ្នាំខ្លាឬក្តាររំឈូសធ្លាក់ដល់ដីតាមផ្លូវមែននោះតើនឹងមានរឿងអ្វីកើតឡើងអ្នកកើតឆ្នាំខ្លាត្រូវហាមប៉ះពាល់ដល់ខ្មោចអាចស្លាប់ភ្លាមពេលក្តាររំឈូសធ្លាក់ដល់ដីខ្មោចខឹងសងសឹកអ្នកទាំងអស់គ្នាកុំសង្ឃឹមថាអាចគេចផុតគ្រប់គ្នាភ័យស្លន់ស្លោដោយសារពាក្យសម្ដីរបស់ក្មេងស្រីបន្ទាប់មកក្មេងស្រីនោះសួរពួកគេម្ដងទៀតថាតើមានអ្នកណាឆ្នាំខ្លាទេគ្រប់គ្នាធានាម្ដងទៀតថាមិនមានទេបងប្អូនជីដូនមួយគិតក្នុងចិត្តដោយមើលងាយថាគ្រាន់តែជាមឈូសមួយសោះមិនក៏ក្មេងស្រីនិយាយថាអាក្រក់ម្លេះពេលឃើញបែបនេះក្មេងស្រីក៏បន្តដំណើរទៅមុខមិនយូរប៉ុន្មានក៏មកដល់កន្លែងដែលមានឈ្មោះថាស្ពានដាច់ព្រលឹងក្មេងស្រីព្រមានមនុស្សគ្រប់គ្នាម្ដងទៀតបើមានអ្នកកើតឆ្នាំខ្លាសូមក្រោកឈរភ្លាមមកបើមិនដូច្នោះទេពេលឡើងស្ពាននេះគ្រប់គ្នានឹងស្លាប់ទាំងអស់មីងប្រាប់ក្មេងស្រីឲ្យទុកចិត្តចុះអ្នកស្រុកដូចពួកមីងមិនសូវចេះក៏ល្បិចដូចអ្នកទីក្រុងទេបងជីដូនមួយភ័យហើយគំរាមក្មេងស្រីកុំឲ្យនិយាយផ្ដេសផ្ដាសប្រយ័ត្នគាត់ឈប់ធ្វើការឥឡូវនេះពេលឡើងស្ពានផ្ដាច់ព្រលឹងនេះហើយគឺគ្មានផ្លូវត្រឡប់ក្រោយទេតែដើម្បីបានលុយ30,000 ឆាប់គ្មាននរណាម្នាក់ស្ដាប់នាងទេហើយថានាងកុំមកបំភ័យនៅទីនេះអ្នកមីងថែមទាំងគំរាមថាអ្នកដែលសែងក្តាររំឈូសគឺជាបងប្រុសបង្កើតរបស់គាត់ប្រាក់សែងក្តាររំឈូស30,000នេះតិចពេកហើយមែនទេតែនាងមិនអើពើនឹងពួកគេទេបើចឹងឥឡូវអ្នកទាំងអស់គ្នាអាចទម្លាក់ក្តាររំឈូសចុះបានសាក់លបងមើលរើពាក់កណ្ដាលផ្លូវព្រលឹងខ្មោចភ្ញាក់ផ្អើលអ្នកឯងនឹងត្រូវទទួលទោសមុនគេលុយ30,000នេះខ្លាចតែមានវាសនាយកតែគ្មានវាសនាចាយបងប្អូនជីដូនមួយអួតអាងឲ្យនារីម្នាក់នោះគួរសមបន្តិចគាត់មិនជឿថាមានរឿងអាក្រក់ដល់ម្លឹងទេក្មេងស្រីនិយាយយ៉ាងម៉ឺងម៉ាត់ថាបើក្តាររំឈូសធ្លាក់ចុះលោកតាយ៉ាងច្រើនត្រឹមតែចូលមកក្នុងសុបិនស្ដីបន្ទោសនាងប៉ុណ្ណោះប៉ុន្តែអ្នកផ្សេងទៀតប្រហែលជាមិនមានសំណាងល្អដូចនាងទេអ្នកសែងឈូសម្នាក់ទៀតប្រញាប់ធ្វើជាអ្នកសម្រុះសម្រួលធានាថានឹងជួយក្មេងស្រីនោះបញ្ជូនលោកតាទៅដល់កន្លែងដោយរលូនក្មេងស្រីនោះក៏មិនមានបំណងចង់សាកសួរច្រើនដែរយ៉ាងណាក៏ដោយអ្វីដែលនាងត្រូវនិយាយនាងបាននិយាយអស់ហើយឆ្លងស្ពានឆ្លងភ្នំសូមឲ្យមានសេចក្តីសុខសាន្តអ្នកតាគង់វង្សកូនចៅសុខសាន្ត
អ្នកតាស្ពានម្ចាស់ដីមេត្តាប្រោសប្រទានក្រៅមានប្រាក់ធ្វើដំណើរទៅឋានសួគ៌ក៏ដោយរលូនបន្ទាប់មកក្មេងស្រីនោះក៏ឡើងស្ពានមុនគេបងប្អូនជីដូនមួយប្រុសជេរនាងថាធ្វើច្រើនពេកមនុស្សម្នាក់ក៏សើចចំអកក្នុងចិត្តថានាងធ្វើរពាស្មានតែគ្រាន់តែរយក្រដាស់ពីសន្លឹកសូត្រមុនពីរបីម៉ាត់អាចការពារសេចក្តីសុខបានពិតជាសក់វែងគំនិតខ្លីមែនលទ្ធផលពេលពួកគេទើបដើរដល់ពាក់កណ្ដាលស្ពានក៏មានអារម្មណ៍ថាមឈូសកាន់តែធ្ងន់ទៅជើងដូចជាចាក់សំអីចឹងងើបមិនរួចក្រោយពីនារីម្នាក់បានស្ដាប់ហើយមុខក៏ស្លេកស្លាំងលុយក្រដាស់មិនធ្លាក់ដល់ដីនេះគឺមានរបស់មិនស្អាតតាមមកហើយការហាមឃាត់បំផុតពីយ៉ាងពេលហើយក្តារមឈូសឆ្លងស្ពានក្តារមឈូសលិចនឹងមានស្នាមក្រញ៉ាំក្តារមឈូសលិចគឺស្ពានមិនអនុញ្ញាតស្នាមក្រញ៉ាំលិចឡើងគឺមានវត្ថុស័ក្តិសិទ្ធិមករារាំងផ្លូវគឺមានរបស់អ្វីមួយតាមមកហើយក្នុងចំណោមអ្នកទាំងអស់គ្នានេះអ្នកណាកើតឆ្នាំខ្លា